Oppo A16K នេះម្ដងនេះបាទគឺមានបញ្ហាជាប់ recovery mode អញ្ចឹងបញ្ហាជាប់ recovery mode ហ្នឹងភាគច្រើនលើ Oppo គឺបញ្ហាវាឆ្លងប៊ូតុងបន្ថយសំឡេងឬក៏ប៊ូតុងតម្លើងសំឡេងឬក៏ប៊ូតុងបិទបើកប៊ូតុង power អញ្ចឹងក្នុងការធ្វើវាគឺយើងដោះគ្រឿងវាមកយើងយកមកចាប់បើកជាមួយទៅបៀតសាក់មើលដើម្បីចង់ដឹងថាឯកសារភ្ញៀវនៅឬអត់ចឹងទូរស័ព្ទនេះដោះមកគឺឃើញប៊ូតុងហ្នឹងគឺខូចបាទស្នឹមទាំង3ខូចទាំង3ចឹងខ្ញុំក៏ដោះវាមកហើយខ្ញុំយកមកចាប់ទៅបៀតសាក់មើលថាទូរស័ព្ទហ្នឹងវាបើកចេញនៅសកម្មវិធីអត់ពោះភាគច្រើនទៅជាប់អញ្ចឹងភ្ញៀវគាត់ចុចរាវចំឡើង web data គឺអស់ data តែហ្មងអញ្ចឹងខ្ញុំធ្វើការចាប់បើកទៅអញ្ចឹងវាស្មើនឹងទូរស័ព្ទថ្មីអញ្ចឹងទូរស័ព្ទហ្នឹងគឺពេលដែលជាប់ហ្នឹងគឺគាត់ព្យាយាមចុចរាវបាទឥឡូវខ្ញុំធ្វើការដោះយកខ្សែប៊ូតុង power វា volume power វាយកមកផ្សារដូរថ្មីក្នុងការធ្វើវានេះបើសិនជាយើងចង់ផ្លាស់ប្ដូរថ្មីទិញវិសាមកដាក់ក៏បានហើយយើងធ្វើការផ្លាស់ប្ដូរដូចខ្ញុំក៏បានដែរខ្ញុំភាគច្រើនខ្ញុំផ្លាស់ប្ដូរដាក់គ្រាប់ស៊ីនវាចូលវិញអញ្ចឹងខ្ញុំឆ្កឹះនេះទឹកជំនួយក្នុងការធ្វើជើងវាស្មាតជើងវាស្អាតហើយនឹងបដោះជើងឡើងវិញដើម្បីយើងផ្សារគ្រាប់ចូលOppo ភាគច្រើនគឺជាប់បញ្ហា recovery mode ហ្នឹងគឺឆ្លងតែពួកហ្នឹងទេហើយពេលឆ្លងភាគច្រើនភ្ញៀវគាត់ច្រើនតែរាវចុចរាវចុះរាវឡើងចំកន្លែង web data អស់ឥឡូវខ្ញុំធ្វើការបន្ស៊ីជើងវាបាទស៊ីជើងវាបើឲ្យស្អាតហើយបានចាំបដោះឡើងវិញវារបៀបធ្វើនេះវាយូរបន្តិចប៉ុន្តែយើងបានដាក់គ្រាប់ទៅវិញដូចដើមគ្រាប់ស៊ីនវាបើយើងដាក់គ្រាប់ទិញពីផ្សារមកវាជើងទៅ2ទេអត់មានជើង4អញ្ចឹងទេយើងសម្អាតវាស្អាតតមកយើងបដោះជើងវាបដោះជើងវាយើងប្រើសំណអីក៏បានសំណខ្សែក៏បានសំណលាយស្រក៏បាននេះខ្ញុំបោះចង់ដឹងអានេះតាមពិតខ្ញុំដឹងថាជើងនឹងជើងបដ ாய் បាត់ហើយតែគ្រាន់ថាខ្ញុំបោះឲ្យដឹងទៅព្រោះខ្លះប៊ូតុងខ្លះវាអត់មានជើងឲ្យឃើញស្រាប់ទេនេះវាស់ទៅឃើញថាជើងតឹងវា OL ហ្នឹងមានន័យថាគ្រាប់វាគ្រាប់បោះ Vivo ជើងបដ ாய் បើសិនជាវាស់ទៅតឹងទៅឃើញតម្លៃអាហ្នឹងវាជាគ្រាប់ Oppo គឺគេហៅថាគ្រាប់ទៅតឹងអញ្ចឹងជើងនេះជើងគឺជើងបោះ Vivo ជើងបដ ாய் តែមិនសំខាន់លើជើង Vivo ទេអានេះមានឈ្មោះគាត់យើងអ្នកជាងនៅខ្មែរយើងដាក់តែជើង Vivo ជើង Oppo ចឹងនេះហើយជើងហ្នឹងហៅជើងបដ ாய் អញ្ចឹងតាមពិតវាមានលំនាំមើលហើយតែនេះខ្ញុំបោះទៅភាគច្រើនខ្ញុំធ្វើខ្ញុំបោះនេះខ្ញុំធ្វើការបន្ស៊ីជើងវាទាំងអស់វាមាន12គ្រាប់ជើងវា1 4 1 4 4 12អានេះសំណលេស្រលនិងបន្ស៊ីជើងលើគ្រាប់នៅក្នុងការធ្វើហ្នឹងយើងអាចប្រើក្បាលមាន់ដាក់ពីក្រោមឲ្យវាក្តៅក៏បានយើងប្រើក្បាលផ្លុំក៏បានតែគ្រាន់តែក្បាលផ្លុំយើងដាក់កម្ដៅតែ330បានហើយខ្យល់ហ្នឹងក៏20ឬក៏30បានជៀសវាងកុំឲ្យវាហើអញ្ចឹងនេះខ្ញុំផ្លុំបញ្ចូលវិញផ្លុំដាក់គ្រាប់ថ្មីវិញស្អាតព្រោះខ្ញុំធ្វើពីចឹងខ្ញុំផ្លុំតែផ្លុំកម្ដៅ330 350ខ្យល់តិចផ្លុំបញ្ចូលអស់ទៅជើងទាំងអស់ហ្នឹងបតុងញាក់វា
ញាក់វាបញ្ចូលជើងវាយើងវាអ៊ីសេដែរពេលផ្លុំធ្វើដាក់cònនេះជើងវា4ចឹងការធ្វើរបស់ខ្ញុំនេះមើលទៅវាយូរតែការប្រើប្រាស់ក៏បានយូរដែរចឹងបន្ទាប់ពីយើងទម្លាក់ជើងថ្មីហើយយើងយកកៅ UV បាទកៅ UV យើងយកមកបិទវាការពារកុំឲ្យវាលំបូតឬក៏ទឹកស៊ីជើងវាដាក់វាសងខាងទៅចឹងក្នុងការជួសជុលដូចខ្ញុំនិយាយទៅគឺថាវាយូរដោយសារតែយើងផ្សារដាក់គ្រាប់ដើមឡើងវិញចង់ដូរគ្រាប់យកមកពីផ្សារយកមកពីផ្សារវាអត់សូវមាំចឹងជើងអស់ហើយចឹងខ្ញុំចាប់ចូលវិញហើយយើងចាប់បើកម៉ាស៊ីនហើយគឺវាលែងឆ្លងហើយប៊ូតុងខាងក្រៅហ្នឹងក៏ព្រីក៏ដែរចូលខាងក្រៅហ្នឹងថែមឲ្យព្រីដោយសារខាងក្រៅក៏បាក់បែកដែរចឹងខ្ញុំចុចបើកទៅគឺវាលែងឆ្លងហើយវាដំណើរការធម្មតាចឹងខ្ញុំធ្វើការសម្អាតវាទូរស័ព្ទនេះវាពេលជាប់នឹងម្ចាស់គាត់ចុចរាវដល់ពេលចឹងជាប់ចំកន្លែងឈក់អស់កម្មវិធីអស់ចឹងខ្ញុំ activate ឲ្យគាត់ទៅហើយទៅ activate ដល់កម្មវិធីដល់ menu វាអូខេដល់កម្មវិធីហើយចឹងបាត់អស់ហើយបាទ data នៅក្នុងនឹងបាត់អស់ចឹងខ្ញុំធ្វើការដាក់ប៊ូតុងខាងក្រៅក៏ខ្ញុំព្រីឲ្យដែរថែមថ្មីឲ្យដាក់ចូលវិញហើយកັບចូលហើយមកខ្ចៅចូលវិញទៅឡើងចូលវិញចឹងទូរស័ព្ទនេះក៏បានជួសជុលខូចហើយវាលែងឆ្លងទៅដែរករណីទូរស័ព្ទជាប់ recovery ប្រភេទ Oppo នេះបើសិនជាជាប់ភ្ញៀវភាគច្រើនគាត់ច្រើនតែចុចរាវទៅខ្លះទៅបានដើរវិញខ្លះទៅអត់ដើរទេតែបើសិនជាជាប់អញ្ចឹងយកល្អយកមកជាងបើសិនជាជាប់ដបងយកមកជាងគឺអត់បាត់ឯកសារទេអញ្ចឹងនេះខ្ញុំធ្វើការសម្អាតខ្នងវាស្អាតហើយយើងដាក់បិទស្កុតឲ្យត្រឹមត្រូវឲ្យគាត់វិញបើទូរស័ព្ទគេមកស្អាតចឹងយើងទៅវិញត្រូវធ្វើស្អាតឲ្យគេទោះថាមកមិនស្អាតក៏ត្រូវធ្វើស្អាតឲ្យគេដែរចឹងខ្ញុំបិទស្កុតនេះស្កុតមុខ2ហើយដាក់ទឹកជំនួយវាមិនបាន 100% តែក៏បានត្រឹម 85% ឬក៏ 90% ដែរយើងបានដាក់ស្កុតចឹងទៅវាស្អាតស្មើល្អហើយវាជិតក្នុងការធ្វើនេះយូរប៉ុន្តែដូចខ្ញុំបញ្ជាក់ហ្នឹងធ្វើយូរតែក៏ប្រើក៏បានយូរដែរបើយើងដូរពីផ្សារផ្លែអានឹងបានតែឆាប់ខូចមានminuitគ្រប់ជាង4ចឹងខ្នងយើងបានរួចរាល់ហើយពេលធ្វើហ្នឹងក៏អត់បាន record ជាសំឡេងផ្ទាល់ដោយសារពេលថ្ងៃរវល់ជាប់និយាយនេះនិយាយនោះទៅក៏បិទសំឡេងឲ្យវាចូលតាមក្រោយចឹងជូតសម្អាតស្អាតហើយដាក់ផ្លុំដាក់ហើយយើងផ្លុំពីលើមកជាន់ទៀតផ្លុំហ្នឹងដាក់កម្ដៅ100ទៅផ្លុំទៅហើយយើងប្រហាប់វាហ្នឹងទូរស័ព្ទហ្នឹងដូចរាល់បាទកាមេរ៉ាដើរធម្មតាសំឡេងលឺធម្មតា